បានគ្រប់ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំចង់ជំរាបពុកម៉ែបងប្អូនថាខ្ញុំមិនមែនជាអ្នកធ្វើវីដេអូ content នៅលើ Facebook ដើម្បីយក like យក view យក share យកដើម្បីអីទេបងប្អូនខ្ញុំធ្វើវីដេអូនេះដោយសារតែខ្ញុំគិតថាខ្ញុំជាអ្នកប្រកាន់សបមិត្តមនុស្សដែរទោះបីខ្ញុំមិនមែនជាអ្នកស្រាវជ្រាវខ្ញុំមិនមែនជាអ្នកបច្ចេកទេសស៊ីជម្រៅខ្លាំងក៏ខ្ញុំបានឆ្លងកាត់មកវា 5-6 ឆ្នាំដែរដូច្នេះយើងបានជួបបទពិសោធន៍ច្រើនដែរទៅលើមេកូទៅលើការកើតកូនហើយនឹងពីការលូតលាស់របស់វាទៀតបងប្អូនគិតទៅខ្មែរយើងអត់ផងដែរឲ្យតែមានអ្វីដែលថ្មីឲ្យតែមានអ្វីប្រុងទៅមុខគឺមិនខ្វះឯអ្នកយកជើងរៀបទឹកក្រោមលេសមួយគឺអភិរក្សហើយឲ្យតែមានពាក្យអភិរក្សឲ្យបងប្អូនពិបាកបកស្រាយណាខ្ញុំជាមនុស្សមួយចូលចិត្តគិតក្បាច់ស្រីបងប្អូនខ្ញុំគិតថាបើសិនជាប្រកាសច្បាប់មិត្តខូចស្បូនបានកូនតែមួយកូនតែពីរប៉ះពាល់ទៅលើមេកូខាងរដ្ឋខាងជំនាញខាងអាជ្ញាធរគឺគាត់ប្រកាសជាបិទរឿងប្រកាសច្បាប់មិត្តមិនឲ្យធ្វើទេតែនេះគឺខាងជំនាញខាងរដ្ឋគឺគាត់មានតែសាងសង់ស្ថានីយ៍អស់រាប់លានដុល្លារបងប្អូនដើម្បីជាស្ថានីយ៍ផលិតទឹកស្ពះដើម្បីឲ្យការប្រកាសច្បាប់មិត្តនេះបានសុខសាយទៅកាន់បងប្អូនតាមជនបទតាមទីសុខសាយការគ្រប់គ្នាដើម្បីឲ្យធ្វើឲ្យតម្លៃបានធូរជាងមុនទៀតបងប្អូនមានតែអញ្ចឹងនេះបើយើងគិតក្បាច់ស្រីទៅបងប្អូនបើយើងអត់ចេះទេហើយបើសិនជាគិតក្បាច់ស្រីមួយទៀតថាខ្លះមេកូរបស់គេតម្លៃរាប់លានដុល្លារបងប្អូនគេប្រកាសទៅសបាក់មិនទេគេអត់ឲ្យមានអាឈ្មោះណាទៅប៉ះគោគេទេដោយសារតែអាឈ្មោះហ្នឹងវាអត់ស្អាតផងព្រោះបើសិនជាអាឈ្មោះស្អាតគេប្រកាសជាធ្វើទឹកស្ពែមឲ្យបងប្អូនគេអត់ឲ្យវាខ្លាយជាគោបានលោតធម្មតាទេគោបានលោតធម្មតាគេអាចទាញប្រយោជន៍ពីវាបានហើយវាអត់សមមួយតម្លៃខ្លួនដែលយកទៅលោតទាំងមួយមេមួយហ្នឹងទេគេប្រកាសជាឲ្យវាលោតយកស្ពែមឲ្យបងប្អូនយើងរឿងអីយើងអភិរក្សម៉េះហើយអ្នកខ្លះគាត់ថាការប្រកាសស្បាក់មិនហ្នឹងធ្វើឲ្យគោខូចស្បូនដោយសារតែអ្នកជំនាញប្រកាសហ្នឹងគឺគាត់លុបទៅធ្វើឲ្យខូចស្បូនរបស់វាបងប្អូនការប្រកាសស្បាក់មិត្តអត់ខុសអីពីការប្រកាសសត្វនិងសត្វទេគ្រាន់តែប្រកាសស្បាក់មិត្តយើងយកទឹកស្ពែមអាឈ្មោះយកទៅដាក់ក្នុងមញីឲ្យវាជ្រុះដល់យើងមានបំពង់ហ្នឹងយើងបាញ់បញ្ចូលទៅឲ្យវាហើយពេលដែលបាញ់បញ្ចូលទៅហ្នឹងគឺមានដៃរបស់យើងលុបទៅតាមទ្វារធំរបស់វាទេបងប្អូនគឺមានពវៀនមួយជាន់ស្រោបមុននឹងយើងកាន់ទៅលើស្បូនមកវាហើយការកាន់នៅលើស្បូនមកវាហ្នឹងបងប្អូនក៏យើងអត់មានកាន់ធ្ងន់ដែរគឺគ្រាន់តែយើងកាន់តែមងដើម្បីរកកស្បូនហើយទប់ក្នុងកភ្លើងដើម្បីរុញក្នុងកភ្លើងហ្នឹងឲ្យចំទៅជាពីស្បូនដែលជាទីតាំងដើម្បីបាញ់ទឹកស្ពែបងប្អូនវាមានផលប៉ះពាល់តិចតួចដែរនៅពេលដែលយើងប្រកាសហ្នឹងប្រហែលជាពេលខ្លះអ្នកខ្លះគាត់ដៃធ្ងន់ទៅឬក៏មេកូហ្នឹងគាត់រើខ្លាំងពេកអាចធ្វើឲ្យពេលយើងដកដៃមកគឺមានឈាមមកតាមជាមួយនឹងស្រោមអនាម័យស្រោមដៃរបស់យើងតែពវៀនគោធំណាបងប្អូនទោះបីជាវាមានឈាមមកតិចតួចតាមស្រោមដៃហ្នឹងក៏វាអត់មានបញ្ហាយ៉ាងច្រើនមួយថ្ងៃគោហ្នឹងគឺគាត់ធម្មតាវិញអត់មានបញ្ហាពាក់ព័ន្ធនឹងបញ្ហាស្បូនគាត់ទេបងប្អូនដូច្នេះការបកស្រាយបន្ទុចផ្អាកបែបនេះកសិករដែលគាត់អត់បានដឹងគាត់ប្រកាសជាច្រឡំមកប្រទេសបងប្អូនខ្ញុំឆ្ងល់ថាហេតុអីខ្មែរយើងចូលចិត្តចែកម្លែកអ្វីដែលអត់ច្បាស់ហ្នឹងទៅឲ្យគ្នាម៉េចហើយអ្វីដែលមានប្រយោជន៍ហ្នឹងគឺយើងអត់ខំជួយគ្នាអញ្ចឹងទៅខ្មែរយើងអភ័ព្វបងប្អូនអភ័ព្វក្នុងហ្នឹងហើយខ្ញុំនិយាយនេះគឺខ្ញុំក៏មិនមែនជាអ្នកដែលអាចធ្វើអីអះអាងបានខ្លាំងទៅលើវិស័យហ្នឹងដែរបងប្អូនតែបងប្អូនឃើញស្រាប់ហើយទាំងរដ្ឋទាំងក្រុមហ៊ុនឯកជនគេខំចំណាយលុយអស់រាប់លានបងប្អូនគេបង្កើតស្ថានីយ៍ទឹកស្ពែមគេបង្កើតអីខាងរដ្ឋជាក់ស្ដែងគាត់បង្កើតស្ថានីយ៍ទឹកស្ពែមហើយជាតាមព័ត៌មានដែលខ្ញុំដឹងមិនសូវច្បាស់ដែរអស់រាប់លានដុល្លារបងប្អូនដើម្បីរុញវិស័យប្រកាសសបាមិត្តនេះឲ្យទៅមុខខាងក្រុមហ៊ុនឯកជនក៏ដូចគ្នាគាត់មានទាំងមន្ទីរពិសោធន៍គាត់មានទាំងឡាបូគាត់មានទាំងអីដើម្បីធ្វើវាដើម្បីអភិវឌ្ឍវាហើយរឿងអីដែលយើងចេះតែនាំគ្នាស្រែកដែលអត់មានបច្ចេកទេសអីសោះហើយយល់ថាយើងជាកសិករអត់ដឹងអីដោយសារតែយើងជាកសិករអត់ដឹងអីហ្នឹងឯងដែលយើងត្រូវស្ដាប់បច្ចេកទេសគេទៅ